នេះពាក់ព័ន្ធនឹងរឿងរ៉ាវលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកែកមិនព្រមទទួលយកចេតិយដែលប្រពន្ធសាងសង់ទុកឲ្យគាត់ឯនោះវិញបាទអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិជុំវិញរឿងភរិយារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនសាងសង់ចេតិយទុកឲ្យប្តីរួចហើយគឺស្ថិតនៅក្នុងវត្តមុនីសុវណ្ណឬហៅថាវត្តចំពោះក្អែកស្ថិតនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញតែលោកមិនទទួលយកឡើយការដែលលោកហ៊ុនសែនមិនព្រមទទួលយកចេតិយនោះក៏ព្រោះតែពេលលោកស្លាប់ទៅលោកមិនចង់ឲ្យយកសពរបស់លោកទៅបូជាឬក៏បញ្ចុះនៅក្នុងបរិវេណវត្តអារាមនោះឡើយដោយសារលោកមានហេតុផលជឿទៅលើអបិយជំនឿថាខ្លាចខ្មោចក្រុមបងធំទៅធ្វើបាបលោកប្រពន្ធខ្ញុំគាត់ទៅលួចធ្វើចេតិយនៅក្នុងវត្តចំពោះក្អែកខ្ញុំថាខ្ញុំមិនទៅនៅវត្តទេអត់ទៅទេសូមទោសមិនទៅទេតើតែទម្លាយរឿងណាមកពីចាប់ប្រើអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិយោបល់ឬ comment ឆ្លើយតបជុំវិញរឿងនេះថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងមានអារម្មណ៍វល់វល់នៅពេលដែលលោកមានអាយុកាន់តែច្រើនកាន់តែចាស់សុខភាពក៏កាន់តែទ្រុឌទ្រោមពួកគេលើកឡើងទៀតថានៅពេលដែលលោកឈានចូលដល់វ័យនេះលោកតែងតែមានអារម្មណ៍មិនសូវល្អនិងនៅពេលដែលលោកដឹកនាំប្រទេសជិត40ឆ្នាំកន្លងមកនេះលោកបានបន្សល់ទុកនៅការរិះគន់កាន់តែច្រើនលោកបានសាងបាបលើប្រជាពលរដ្ឋច្រើនជាងការសាងបុណ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយដែលដាក់ឈ្មោះថាឋានយ៉ាបានបញ្ចេញមតិយោបល់ជុំវិញរឿងនេះដែលទំនងជាសម្ដៅឌឺដងឲ្យលោកហ៊ុនសែនថាបាបកម្មច្រើនខ្លាំងខ្លាចបារមីមិនដល់ចូលវត្តមិនចុះចោលខ្មោចក្នុងវត្តវិញ្ញាណវល់វល់ចំណែកម្ចាស់ករណី Facebook មួយទៀតឈ្មោះថា Win Win ក៏បានបញ្ចេញមតិយោបល់ជុំវិញរឿងនេះដែរដោយបានបញ្ជាក់បន្ថែមថាលោកហ៊ុនសែនសាងអំពើបាបកម្មច្រើនណាស់មកលើពលរដ្ឋខ្មែរគ្រប់រូបក្នុងពិធីសម្ដែងសម្ដារជាមួយនឹងប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបកាលពីថ្ងៃទី1ខែតុលាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងថាភរិយារបស់លោកលុបសង់ចេតិយទុកឲ្យលោកក្រោយពេលដែលលោកអស់ជីវិតបន្ទាប់ពីឃើញបងប្រុសរបស់លោកគឺលោកហ៊ុនណេងអតីតអភិបាលខេត្តកំពង់ចាមបានស្លាប់ដោយសារកាំងបេះដូងភ្លាមកាលពីខែឧសភាកន្លងទៅសូមទោសខ្ញុំអត់ទៅនៅដាច់ខាត់មិនទៅនៅបងព្រោះមិនដឹងវត្តហ្នឹងមានអីខ្លះនៅហ្នឹងខ្មោចយើងទៅស្រាប់ទៅដល់មានអាយុកោមក្រុមយុគោអាបងកុំមកក្រុមខ្ញុំអត់ទៅនៅទេនឹងនិយាយឲ្យគ្រាឲ្យច្បាស់អញ្ចឹងមកមិនទៅនៅវត្តទេដល់អញ្ចឹងទៅឥឡូវបងអានេះប្រពន្ធខ្ញុំបកគលអានងឲ្យបងរបស់ខ្ញុំមិនទៅនៅដោយឡែកម្ចាស់ករណី Facebook ផ្សេងមួយទៀតឈ្មោះថាដោកក្រឡាហោមយុទ្ធរាជបានសរសេរឆ្លើយតបយ៉ាងខ្លីថាលោកហ៊ុនសែនហើយសូម្បីតែងាប់ហើយនោះក៏ខ្លាចដែររីឯម្ចាស់ករណី Facebook មួយទៀតឈ្មោះថាវាសនាបុប្ផាបានសរសេរចំអកដែរថាលោកហ៊ុនសែនថាពេលងាប់ទៅអត់ហ៊ានទៅវត្តទេព្រោះខ្លាចជួបលោកបណ្ឌិតកែមលីចំពោះម្ចាស់ករណី Facebook ឈ្មោះពិសិដ្ឋរតនមាសបានបញ្ចេញមតិយោបល់ថាមានតែបីសាច់អសូរកាយទេដែលខ្លាចទីវត្តអារាមនោះចំណែកឯម្ចាស់ករណី Facebook មួយផ្សេងទៀតឈ្មោះថាកូនខ្មែរបានបញ្ចេញមតិយោបល់ជុំវិញរឿងចេតិយហ៊ុនសែននេះដែរថាលោកហ៊ុនសែនដឹងខ្លួនដូចខ្មោច7ថ្ងៃអញ្ចឹងធ្វើល្អទៅសែនអើយកុំធ្វើបាបច្រើនពេកបាបដៃប្រឡាក់ឈាមចំណែកឯម្ចាស់ករណី Facebook មួយផ្សេងទៀតឈ្មោះថាស្រុកក្រូចឆ្មាក្ដុលលើបានបញ្ចេញមតិយោបល់ជុំវិញរឿងនេះដែរថាបាបកម្មមានពិតទាំងពេលបច្ចុប្បន្ននិងទៅជិតមុខទៀតអ្នកសាងអំពើអាក្រក់នៅពេលខ្លួនឯងឈឺចិត្តស្លាប់តែងតែឃើញរឿងភ័យខ្លាចជាច្រើនដែលខ្លួនឯងបានធ្វើអំពើអាក្រក់ពីមុនមកច្រើនទោះបីជាខំនិមន្តលោកឲ្យមកសូត្រធម៌ឲ្យស្ដាប់ដើម្បីឲ្យអារម្មណ៍ស្ងប់ល្អក៏មិនបានផលនោះឡើយដោយឡែកម្ចាស់ករណី Facebook មួយទៀតឈ្មោះថាស្រីនកុងណាបានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាល្មមធ្វើអំពើល្អដល់ពលរដ្ឋខ្មែរទូទៅហើយបើមិនចង់ចងកម្មចងពៀនោះម្ចាស់ករណី Facebook ដដែលនេះបានសរសេរបន្ថែមថាលើលោកនេះគ្មានអ្វីជាអមតៈនោះទេមានតែអំពើល្អមួយគត់ដែលមិនចេះសាបសូន្យ
ខ្ញុំបាទសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបាទជាបន្តទៅទៀតនេះយើងនឹងជជែកអំពីនឹងតាមដានស្ថានភាពរបស់ក្រុមកោតក្រ Nagawal បាទក្រុមកោតក្រ Nagawal ជាង100នាក់នៅតែបន្តធ្វើកោតកម្មនៅខាងមុខក្រុមហ៊ុន Nagawal នៅថ្ងៃទី8ខែតុលានេះការតវ៉ានេះក្រុមកោតក្របានទូងស្គរគោះរគាំងលើកបដានិងបានស្រែកនៅខាងមុខក្រុមហ៊ុនដើម្បីទាមទារឲ្យថកែចេញមកដោះស្រាយបញ្ហាជូនពួកគាត់បាទក្រៅពីនេះពួកគាត់ក៏ស្នើសុំឲ្យថកែក្រុមហ៊ុន Nagawal កុំរើសអើងបុគ្គលិកខ្លួនឯងស្នើសុំឲ្យថកែគោរពច្បាប់ការងារនៅក្នុងប្រទេសកម្ពុជាទម្លាក់ចោលការចោទប្រកាន់តំណាងនិងសមាជិកចំនួន11នាក់ដោយឥតលក្ខខណ្ឌបាទឥឡូវនេះយើងបានអញ្ជើញតំណាងកោតក្រមួយរូបគឺអ្នកនាងមុំសវណ្ណធិនដើម្បីមកបញ្ជាក់បន្ថែមអំពីការធ្វើកោតកម្មនៅថ្ងៃទី8ខែតុលានេះបាទជំរាបសួរសវណ្ណធិនបាទចាជំរាបសួរបងបាទថ្ងៃនេះឃើញមានការតវ៉ាពីក្រុមកោតក្រ Nagawal នឹងដូចខុសពីសប្តាហ៍បន្តិចដោយថ្ងៃនេះមានពួកគាត់ទូងស្គរផងគោះអាគាំងផងហើយនឹងមានលើកបដាអីស្រែកឧក្រិដ្ឋនស័ព្ទនៅខាងមុខក្រុមហ៊ុន Nagawal ទាមទារឲ្យមានដំណោះស្រាយក៏ប៉ុន្តែការធ្វើសកម្មភាពតវ៉ាដែលខុសពីសប្តាហ៍នេះមានការរារាំងការយាយីពីសំណាក់ក្រមមន្ត្រីរបស់សាលាក្រុងឬមួយក៏ក្រមសន្តិសុខដែរទេបាទចាมันមានការរារាំងពីខាងសាលាក្រុងដោយការវគ្គមុនដែលពួកខ្ញុំរងអំពើហិង្សាទេឥឡូវហ្នឹងឃើញថាស្ងប់ស្ងាត់มันមានការធ្វើទុកបុកម្នេញអញ្ចឹងប៉ុន្តែពួកយើងមានការខកចិត្តបន្តិចទៅលើស្ថាប័នដែលជាប់របង Nagawal ហ្នឹងគឺស្ថាប័នកោជបដែលជាស្ថាប័នរដ្ឋយើងណាគឺគាត់បានដាក់ផ្លាកមានន័យថាព្រីនផ្លាកបិទនៅលើអញ្ចាំងបិទនៅលើកន្លែងជាប់របង Nagawal ហ្នឹងថាកុំយកទីធ្លាកោជបមកស្រែកជ័យខុសក្រុមកោតក្រមានន័យថាអត់ឲ្យយើងហ្នឹងប្រើអាវុធបំពងសម្លេងហ្នឹងនៅចិត្តកន្លែង Naga ដែល Naga គាត់ដាក់បរាបាំងមិនឲ្យពួកយើងបានចូលទៅដល់ទីធ្លាបងអញ្ចឹងយើងគ្រាន់តែឃើញផ្លាកហ្នឹងហើយយើងដែលជាជនរងគ្រោះយើងអត់ត្រូវបានការគ្រប់គ្រងយើងអត់ត្រូវបានរដ្ឋមានន័យថាជាស្ថាប័នរដ្ឋគួរតែមើលឃើញទុកលំបាករបស់កម្មករខ្មែរតែបែរជាមកហាម5យើងអត់ឲ្យធ្វើនេះអត់ឲ្យធ្វើនោះទៅវិញហើយយើងមើលឃើញថាយើងដែលជាជនជាតិខ្មែរកំពុងរងទុក្ខហើយឈោមើលពួកគាត់ឈោមើលអញ្ចឹងពួកយើងចង់ឲ្យគាត់ផ្លាស់ប្ដូរគំនិតនឹងចេញណាដូចថាឲ្យគាត់នឹងជួយឈឺឆ្អាលរឿងអយុត្តិធម៌នៅក្នុងសង្គមផងព្រោះអ្នកដែលរងគ្រោះមិនមានអ្នកណាទេគឺប្រជាពលរដ្ឋខ្លួនឯងហ្នឹងយើងខកចិត្តត្រង់ហ្នឹងបន្តិចមិនតិចទេច្រើនហ្មងពេលខ្លះយើងខំតស៊ូដើម្បីប្រយោជន៍របស់កម្មករខ្មែរដែរគួរតែមានការលើកទឹកចិត្តគួរតែមានការជ្រោមជ្រែងច្រើនជាងហ្នឹងនេះមិនបានការលើកទឹកចិត្តអីទេគឺបែរជាហាមឃាត់ទៅវិញបាទអរគុណឃើញសកម្មភាពរបស់ក្រមកោតក្រតវ៉ាហ្នឹងគឺថាស្រែកតាមឧក្រិដ្ឋនស័ព្ទផងអីផងទូស្គរផងអីចឹងតើសំឡេងស្រែកទៅហឹងអឹងកងរាប់ខែមកហើយនេះអាចលឺទៅដល់ថៅកែក្រុមហ៊ុនបលបាយកាស៊ីណូដែរទេឬមួយក៏ទៅលឺដល់មនុស្សចំណិតរបស់ថៅកែហ្នឹងដើម្បីឲ្យគាត់នោះមានប្រតិកម្មបានទទួលដឹងឮអំពីសម្រែករបស់ក្រុមកោតក្រ Nagawal ទាមទាររកដំណោះស្រាយនេះហើយមានការឆ្លើយតបឬមួយក៏យ៉ាងម៉េចដែរទេបាទមកទល់ពេលនេះសម្រាប់ខ្ញុំដែលជាអ្នកតវ៉ាមួយរូបខ្ញុំថាមិនអត់ឮទេព្រោះសូរសំឡេងនេះគឺខ្លាំងរន្ទឺហ្មងដោយ concert អីពួកខ្ញុំធ្វើថ្ងៃនេះគឺយើងខុសពីសពមួយដងដោយសារយើងប្រើ store រៀងធំទៅគឺសំឡេងគឺក្លឺខ្លាំងអញ្ចឹងមហាជនដែលជិះកាប់ហ្នឹងគឺកលេចមើលហ្មងអញ្ចឹងហើយធម្មតាគេអ្នករ៉ូស៊ីហើយកន្លែងខ្លួនឯង
កំពុងរស់ស៊ីហើយមានគេមកតវ៉ាអត់ដឹងខ្ញុំអត់ជឿថាដឹងទេដឹងប៉ុន្តែមិនដោះស្រាយតែម្ដង អាចនឹកថាមានអីនៅពីក្រោយខ្នងទេដែលធ្វើឲ្យថៅកែបលបែងកាស៊ីណូ Naga World នឹងទោះបីជាលឺសម្រែកទៅហឹកអឹងកងនៅខាងក្រៅក្រុមហ៊ុនយ៉ាងណាក៏ដោយចុះនៅតែរក្សាសៀមស្កាត់មិនអើពើមិនមានការឆ្លើយតបយ៉ាងចឹងទេបាទ ខ្ញុំគិតថាមកពីក្រសួងពាក់ព័ន្ធជាពិសេសគឺក្រសួងការងារដែលជ្រុំជ្រែងឲ្យថៅកែហ្នឹងគាត់គិតថាប្រជុំនឹងត្រឹមត្រូវព្រោះដោយសារអីសំទោសដោយសារឥឡូវហ្នឹងខាងសហជីពត្រូវបានក្រុមហ៊ុនហ្នឹងបង្កកវិភាគទានហើយបងវិភាគទានដែលវិភាគទាននេះបានមកពីសមាជិកដែលគេកាត់រាល់ខែជូនសហជីពចឹងណាអញ្ចឹង Naga ជាមួយនឹងក្រសួងបានក្រសួងហ្នឹងបានយល់ព្រមឲ្យខាងក្រុមហ៊ុនហ្នឹងបង្កកវិភាគទានហ្នឹងដល់ពេលយើងសួរទៅវិញថាយើងដាក់សំណួរសួរទៅខាងក្រសួងហើយនឹងក្រុមហ៊ុនវិញថាតើនៅទទួលស្គាល់សហជីព LOSU នឹងអត់ហើយបើទទួលស្គាល់ហេតុអីក៏បដិសេធតំណាងសហជីពហ្នឹងណាព្រោះបើតាមមាត្រាទីបើតាមប្រការទី30នៃលក្ខន្តិកៈសហជីពគឺតំណាងមានន័យថាតំណាងថ្នាក់ដឹកនាំសហជីពនៅអាចបន្តធ្វើកិច្ចការបានធ្វើកិច្ចការសហជីពហ្នឹងរហូតដល់សហជីពថ្មីចុះបញ្ជីការបានតែសហជីពរបស់ពួកខ្ញុំចុះបញ្ជីការនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2018បានជាស្ថាពរអញ្ចឹងពួកខ្ញុំថ្នាក់ដឹកនាំសហជីពនៅតែអាចបន្តធ្វើកិច្ចការហ្នឹងធ្វើកិច្ចការរបស់សហជីពបានតែក្រុមហ៊ុនជាមួយនឹងក្រសួងគេថាខាងថ្នាក់ដឹកនាំសហជីពហ្នឹងមិនមែនជាបុគ្គលិកគេទេអញ្ចឹងទើបធ្វើឲ្យខាងក្រុមហ៊ុនហ្នឹងគេអាចគេបកកវិភាគទានដោយសារក្រសួងជួយជ្រោមជ្រែងក្រសួងការងារមិនសមធ្វើអញ្ចឹងមិនគួរណាប្រការដូចខ្ញុំបានលើកឡើងអញ្ចឹងប្រការទី30ហ្នឹងណាបាទថ្នាក់ដឹកនាំសហជីពនៅធ្វើការប្រកាសការធម្មតាបងចាបាទសវត្ថិនអាចបញ្ជាក់បានទេចំនួនថវិកានៃប្រាក់វិធានទាននឹងប្រមាណដែរបាទការពីដំបងឡើយគឺក្នុងសមាជិកសហជីពម្នាក់បង់ជាប្រចាំខែតែ5កាក់ទេប៉ុន្តែដោយសារយើងមានការបដិមេដៃសារជាថ្មីឲ្យកាត់ 1% នៃប្រាក់ខែមានន័យថាឧទាហរណ៍ថាប្រាក់ខែគាត់$200គាត់កាត់តែ$2ទេក្នុងខែជូនសហជីពចា៎បាទឥឡូវពេលនេះបើឃើញថាស្ថានភាពរបស់ក្រុមកោតក្រ Naga World ដូចថាมันមានចំណូលអីក្រៅពីការងារឆ្លត់ធ្វើប្រឡងមកទេហើយរវល់នឹងធ្វើកោតកម្មនឹងទៀតហើយពឹងផ្អែកទៅលើប្រាក់តិចតួចបានមកវិភាគទាននេះហើយបើគេផ្ដាច់ចរន្តនេះទៀតតើក្រុមកោតក្រ Naga World ទាំងអស់ហ្នឹងនឹងជួបបញ្ហាលំបាកយ៉ាងម៉េចខ្លះទៅបាទបងនិយាយពីបញ្ហាលំបាកហ្នឹងទីមួយគឺគ្រួសារពួកខ្ញុំក៏មានគ្រួសារត្រូវចិញ្ចឹមប៉ុន្តែដោយសារយើងមើលឃើញថាយើងសុខចិត្តលះបង់ភាពលំបាកនឹងរយៈពេលខ្លីដើម្បីផលប្រយោជន៍រយៈពេលវែងអញ្ចឹងទៅពួកខ្ញុំត្រង់ស៊ីអត់ស៊ីឃ្លានឲ្យពេលខ្លះខ្ចីសាច់ញាតិបងប្អូននឹងសឹងតែគ្រប់គ្នាអស់ហើយអ្នកខ្លះសម្រាប់ខ្ញុំផ្ទាល់វិញគឺឥឡូវហ្នឹងគឺអត់បានផ្គត់ផ្គង់អ្នកទាំងតែជាដៃពុកដៃចាស់ជារៀអត់ត្រូវអីបានណាចឹងវាប៉ះពាល់សេដ្ឋកិច្ចខ្លាំងហ្មងប៉ះខ្លាំងនិយាយបរិយាយមិនអស់ទេបងធម្មតាទេយើងរស់នៅក្នុងសង្គមនេះរបស់ស្អីក៏ថ្លៃដែរឡើងគ្រប់សពហើយពួកខ្ញុំមានចំណូលឡើងណាស់បាទបើអញ្ចឹងនៅតែទោះបីអត់មានចំណូលហើយអាជ្ញាធរព្យាយាមផ្ដាច់ចរន្តសេដ្ឋកិច្ចក្នុងការជួយឧបត្ថម្ភការរស់នៅប្រចាំថ្ងៃទៀតនេះតើក្រមកោតក្រ Naga World នឹងមូលមតិគ្នាថានឹងប្រឈមតវ៉ាតស៊ូតទៅមុខទៀតឬមួយក៏នឹងរកមធ្យោបាយផ្សេងក្រៅពីនេះទៀតទេមើលទៅបាទពួកខ្ញុំនៅតែបន្តទៅមុខទៀតទោះជាជួបផ
ផលលំបាកច្រើនជាងនេះទៀតហើយក៏មានតែរៀនដៃដប់សុំស្នើសុំដល់បងប្អូនមហាជនទោះជាជួយពួកខ្ញុំជាស្បៀងក្តីជាគ្រឿងទេសក្តីព្រោះឥឡូវនេះពួកខ្ញុំធ្វើមិនក៏ដោយឲ្យតែមានដូចថាអាចរស់ដើម្បីបន្តដំណើរទាមទារយុត្តិធម៌ជាមួយតកែបរទេសជាក់ដែលជាក្រុមហ៊ុនជាក់ហើយជាមហាសេដ្ឋីសម្រាប់ពិភពលោកទៀតវាគឺធំណាស់យើងនៅតែបន្តនឹងតស៊ូនឹងទៀតឲ្យបានបាទឥឡូវនេះចុងក្រោយនេះចង់ឲ្យបញ្ជាក់ឬមួយក៏សង្ខេបអំពីដំណើរការនៃកិច្ចចរចារកដំណោះស្រាយវិញមកទល់នឹងពេលនេះមានអីវិវត្តថ្មីដែរទេបាទมันមានទេបងការចរចាឲ្យចុងក្រោយបំផុតនេះគឺថ្ងៃទី6ខែ10ខែតុលាឆ្នាំ2022នេះគឺខាងភាគីក្រុមហ៊ុនគឺគេនៅតែប្រកាន់ជំហរមិនទទួលយកវិញទេគឺគេចេះតែពាក្យថាទេទាំងដែលយើងមានជំរើសឲ្យរើសដែលឈ្នះទាំងសងខាងហើយក៏គេមិនព្រមទទួលសំណើនឹងដែរទាំងដែលឥឡូវនេះសូម្បីតែមានអ្នកតវ៉ានឹងគាត់វិលត្រឡប់ទៅធ្វើការវិញក៏ដោយក៏ខាង Nagawal បានបង្កកគាត់ទុកនៅកន្លែងអគារមួយទៀតនៃក្រុមហ៊ុន Nagawal ដែលហៅថាអគារ training របស់បុគ្គលិក Nagawal ហ្នឹងណាគឺគេមិនអោយចូលទៅក្នុងបម្រើតាមមុខតំណែងចាស់របស់ពួកគាត់ទេគឺបង្កកគាត់ជាង2ខែមកហើយបុគ្គលិកដែលអស់លទ្ធភាពឲ្យគាត់ចូលទៅបម្រើការងារវិញហ្នឹងក៏ Naga មិនព្រមទទួលដែរឥឡូវនេះគឺនៅខាងគ្នាជួបផលលំបាកនៅក្រៅហើយគ្នាត្រឡប់ចូលទៅវិញអត់យកគ្នាចូលទៀតតែ Nagawal រើសបុគ្គលិកថ្មីជារៀងរាល់ថ្ងៃហើយកំពុងតែបម្រើការនៅក្នុងក្រុមហ៊ុនទៅទៀតចឹងយើងឃើញច្បាស់ហើយថាគេរើសអើងយើងរបៀបណាប៉ុន្តែហេតុអីក៏ក្រសួងការងារមិនយកអាច្បាប់រើសអើងនឹងយកមកអនុវត្តបែបនេះដូច្នេះយើងខកចិត្តណាមានតែពាក្យខកចិត្តនៅលើក្រសួងពាក់ព័ន្ធតែអសមត្ថភាពគ្រាន់តែរឿងប៉ុណ្ណឹងដោះអត់ចេញបាទអរគុណបាទដោយសារតែពេលវេលាបានចូលមកដល់ហើយខ្ញុំសូមបញ្ចប់កិច្ចសភាតែប៉ុណ្ណេះសិនហើយយើងបន្តតាមដានករណីតវ៉ារបស់ក្រុមគុតកោ Nagawal នៅថ្ងៃបន្តទៅមុខទៀតណាបាទសូមអរគុណកញ្ញាបងអ្នកនាងមុំសវត្ថិនដែលបានចំណាយពេលវេលាផ្ដល់បទសភាជាមួយនឹងវិទ្យុអេស៊ីសម្រាប់នេះបាទជម្រាបលាប៉ុណ្ណឹងសិនបាទលោកនាងកញ្ញាជាទីមេត្រីការផ្សាយរបស់វិទ្យុអេស៊ីស្រីសម្រាប់រាត្រីថ្ងៃសៅរ៍នេះបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណចំពោះលោកនាងដែលបានចំណាយពេលវេលាតាមដានស្ដាប់និងទស្សនាការផ្សាយរបស់យើងខ្ញុំតាំងពីដើមរហូតមកដល់ចប់ហើយសូមគ្រប់ជូនពរដល់អស់លោកនាងឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកំបីគ្លៀងគ្លេឡើយបាទសូមអរគុណនិងសូមជម្រាបលាបាទរាត្រីសួស្តី